យុត្តិធម៌តែងតែកើតមានចំពោះអ្នកធ្វើល្អពីតូចដល់ឥឡូវនេះយុត្តិធម៌មានសម្រាប់តែអ្នកខ្លាំងទេយុត្តិធម៌មានសម្រាប់តែអ្នកដែលមានសមត្ថភាពទេយុត្តិធម៌ពិបាកស្វែងរកណាស់សម្រាប់អ្នកដែលទន់ខ្សោយតួឡើងខ្ញុំពីតូចដល់ឥឡូវហ្នឹងបើសិនជាខ្ញុំខ្ជិលបើសិនជាខ្ញុំអត់ប្រឹងប្រែងខ្ញុំអត់មានថ្ងៃនេះទេខ្ញុំហ៊ាននិយាយមែនខ្ញុំស្លាប់យូរណាស់ហើយតាមមើលដាច់ពោះស្លាប់ហ្មងបើយើងកើតមកគ្រួសារមធ្យមឬអ្នកមានខ្ញុំអត់និយាយទេពីព្រោះយើងប្រហែលជាអត់អាចអត់ឆ្លងកាត់ដូចជីវិតពួកខ្ញុំប៉ុន្តែខ្ញុំហ៊ាននិយាយអញ្ចឹងនៅក្នុងសង្គមនៅក្នុងពិភពលោកនេះបើយើងទន់ខ្សោយយើងនឹងត្រូវបានគេជន់មិននិយាយដល់ច្រើនទេក្នុងគ្រួសារប្អូនខ្ញុំនេះក៏ដោយតើប្អូនទន់ខ្សោយប្អូនកំសាកប្អូនគ្មានសមត្ថភាពសម្ដីប្អូនសាបភ្លាវតែហាមាត់ក៏គេគិតថាយើងវាឥតប្រយោជន៍ដែររំខានលើការជជែកប្រធានបទណាមួយក្នុងគ្រួសារបើនិយាយដល់អ្នកក្រៅឯងនិយាយមែននៅតែក្នុងគ្រួសារឬស្ថាប័នការងារយើងក៏ដោយតែយើងខ្សោយយើងអត់សូវមានសមត្ថភាពយើងនិយាយមកគឺវាធ្វើឲ្យទៅតិចវាឥតប្រយោជន៍តែបើសិនជាបងប្អូនមានសមត្ថភាពបងប្អូនខ្លាំងបងប្អូនមានលុយសម្ដីប្អូនប្រៃហ្មងដូចអំបិល1គីឡូហ្មងដាក់ទៅមានទម្ងន់ហ្មងអញ្ចឹងមានរឿងជាច្រើនចង់មិនចង់ក៏ដោយគឺត្រូវតែព្យាយាមតស៊ូហើយនឹងប្រឹងប្រែងពេលខ្លះយើងនិយាយថាខ្ញុំប្រឹងហើយតែខ្ញុំនៅតែក្រប្រឹងប្រកបដោយភាពឆ្លាតវៃគេហៅចេះ work hard work smart បើយើងគ្រាន់តែប្រើពាក្យថា work hard មួយម៉ាត់យើងក៏ពិបាករីកចម្រើនដែរគ្រាន់តែវាមិនស្លាប់បើថាយើងប្រឹងប្រែងធ្វើវាមិនស្លាប់ទេតែគ្រាន់តែរស់ទាំងពិបាកតែបើយើង work smart អត់ work hard ទេអ្នកខ្លះ work smart បែបខូចអារបៀបគេងចំណេញលើគេឆ្លាតបែបដោះកតុយ work hard បូក work smart ប្រឹងធ្វើការប្រើជាមួយនឹងប្រាជ្ញាគឺជីវិតយើងប្រសើរមិនមែនធ្វើមួយថ្ងៃក៏មិនមែនមួយខែក៏មិនមែនមួយឆ្នាំគឺមានការលូកដំតាំងពីយូរមែនអូខ្ញុំតឹងប្រឹងប្រែងផ្លាស់ប្ដូរគំនិតខ្លះទៅជាមនុស្សអាសាប្រឹងរៀនសូត្រប្រឹងធ្វើការហើយរំពឹងថាចង់បានលទ្ធភាពឬផលប្រយោជន៍ដូចអ្នកដទៃដែលនៅជុំវិញខ្លួនដែលគេប្រឹងប្រែងតាំងពីក្មេងដល់ធំឬក៏គេមានbackgroundគ្រួសារដែលមានភាពរីកចម្រើនស្រាប់ពិភពលោកនោះគឺវាអញ្ចឹងមិនចង់ឬក៏ចង់ទទួលស្គាល់ក៏វាអត់មានអីផ្លាស់ប្ដូរដែរអូខេ